ដល់រដូវកាលសម្បូរតកូនឆ្លក់ទឹកហើយបងប្អូនអញ្ចឹងយើងជាចុងភៅយើងត្រូវចេះកែច្នៃដែរថ្ងៃនេះខ្ញុំមានតកូនឆ្លក់ទឹកមួយបាច់ធំដែរបងប្អូនប្រហែលជាចូល4ទៅ5ខាំដែរអញ្ចឹងណាហើយខ្ញុំយកមកកាត់គល់ខ្ញុំដំវាដំហើយយើងដាក់ចូលទៅក្នុងទឹកទៅដើម្បីត្រាំឲ្យវារីកយើងដំអញ្ចឹងដើម្បីឲ្យទន់ហើយតកូនហ្នឹងមុនដាក់ឆាយើងយកទៅសូសជាមួយទឹកក្តៅអីសិនបងប្អូនហើយថ្ងៃនេះនាងខ្ញុំធ្វើម្ហូបងាយស្រួលគឺឆាក្តៅសាច់មាន់ប៉ុន្តែឆាក្តៅរបស់ខ្ញុំអត់ហឹរទេដោយសារខ្ញុំប្រើម្ទេសផ្លោកហ្នឹងកាលពីខែមុនគឺយើងសបោម្ទេសផ្លោកខ្មែរយើងអញ្ចឹងនាងខ្ញុំក៏ទិញយកមកធ្វើជ្រក់ហើយធ្វើជ្រក់ទៅទុកហូបមកដល់ពេលនេះអត់ទាន់អស់ទេអញ្ចឹងខ្ញុំក៏យកមកលាយដាក់ជាមួយឆាក្តៅអញ្ចឹងជាដំបូងរបស់នាងខ្ញុំនេះគឺយើងមានតាំងពីគល់ស្លឹកគ្រៃស្លឹកក្រូចសើចខ្ទឹមសខ្ទឹមក្រហមឯហ្នឹងដូចបងប្អូនបានឃើញហើយខ្ញុំចង់ជំរាបសួរបងប្អូនអ្នកទស្សនានឹងដែរថ្ងៃហ្នឹងដែរពិបាកក្នុងការរនឹកម្ហូបអត់ទេបើខ្ញុំរៀងពិបាកតិចដោយសារយើងត្រូវរនឹកធ្វើម្ហូបនេះម្ហូបនោះច្រើនតង់អីអញ្ចឹងណាហើយមួយថ្ងៃទៅធ្វើការឲ្យទៅដល់ម៉ោង2ម៉ោង3នឹកឃើញថាងាកនឹងស្លោអីអញ្ចឹងណាតែពេលអញ្ចឹងទៅវាមិនពិបាកទេគ្រាន់ថាត្រីសាច់ផ្លែយើងទិញដាក់ក្នុងទូហើយអស់គ្រាន់ថាយើងចេញពីធ្វើការមកយើងនឹកឃើញចង់ស្លោអីយើងយកសាច់ឬក៏បន្លែហ្នឹងមកច្នៃធ្វើមកចាដូចម្ហូបនេះខ្ញុំថ្ងៃនេះខ្ញុំនឹកឃើញចង់ឆាសាច់មាន់អញ្ចឹងទៅខ្ញុំក៏ទេប្រាប់គ្រូសាខ្ញុំក៏នៅផ្ទះអីឲ្យជួយយកសាច់មាន់ដាក់នៅក្រៅមកខ្ញុំមកដល់វាលេតកអស់លីងអញ្ចឹងទៅយើងចាប់ផ្ដើមដាក់ស្លធ្វើម្ហូបអីតន់ពេលវេលាអីមុនម៉ោង6 7យប់អីចឹងទៅអ្នកផ្ទះខ្ញុំម៉ោង5ជាង5កន្លះអីនំនេះហូបបាយអស់ហើយព្រោះយើងកុំឲ្យហូបយប់ពេកចឹងធ្វើឲ្យឡើងគីឡូឡើងអីចឹងណាទុកពេលយប់បន្តិចទៅយើងលេងអីជាមួយកូនឬក៏ទុកពេលដាំបន្លែដាំអីអញ្ចឹងទៅហើយតកូននេះតាមពិតចង់ដាំដែរតែវាអត់មានដីអត់មានស្រះអីដាំស្រះមានតែនៅស្រុកបងប្អូនហើយវាយើងចំណាយពេល2ម៉ោងអីក្នុងការជិះទៅលេងម្ដងមកកាលអីចឹងដែរអញ្ចឹងមិនសូវបានទៅញឹកញាប់ទេចាជីកទៅស្រះចិញ្ចឹមត្រីហើយដល់ពេលត្រូវទៅប្រមូលផលត្រីមាននេះគេលួចស្ទូចលួចអីអស់លីងចាអញ្ចឹងទិញត្រីនៅពេញហូបដដែលត្រីនៅពេញបានត្រីទលេល្ងាចអញ្ចេះឲ្យបងប្អូនណាយើងទៅទិញពីផ្សារមកបងប្អូនអ្នកលក់យើងហើយក៏ដូចជាបងប្អូនខ្មែរអ៊ីស្លាមក៏យកត្រីស្រស់យកមកលក់អញ្ចឹងហើយឥឡូវត្រឡប់មកការធ្វើម្ហូបរបស់នាងខ្ញុំវិញអញ្ចឹងដាក់ខ្ទះឲ្យក្តៅដាក់ខ្លាញ់មកយើងដាក់គ្រឿងដែលឈ្ងុយនេះបំពងចូលមុនមានគល់ស្លឹកគ្រៃស្លឹកក្រូចសើចហើយចាំយើងដាក់ខ្ទឹមសខ្ទឹមក្រហមមានខ្ញីមានអីចឹងទៅរំលីងចូលវាមកសន្ទុះគាត់រំលីងហើយជាតិឈ្ងុយផ្អើលអស់អ្នកស្រុកអ្នកភូមិហីពីណាជីកាត់មុខផ្ទះខ្ញុំដឹងតែឈ្ងុយហើយឈ្ងុយគឺដល់មុខម្ហូបមួយហ្នឹងហើយសម្រាប់ថ្ងៃហ្នឹងអញ្ចឹងបន្ទាប់ពីនាងខ្ញុំឆាវារៀងទុនខ្ទឹមអីអស់ហើយខ្ញុំចាប់ផ្ដើមដាក់សាច់នេះមានតាំងពីស្លាបមាន់កោះមាន់ស្លាបមាន់ហើយថែមជើងមាន់2-3ជើងទៀតមកអូយឆ្ងាញ់ណាបងប្អូនហើយដើម្បីឲ្យសាច់វាឆ្អិនល្អយើងគ្របកុំបឆ្នាំងហើយថែមទឹកឲ្យមកបន្តិចចឹងមកយើងមកងាស់វាចឹងហើយដូចនាងខ្ញុំចឹងមកចាពេលនាងខ្ញុំមកងាស់ហើយមើលទៅវារៀងនៅអត់តន់ឆ្អិនល្អខ្ញុំក៏ថែមទឹកបន្តិចទៀតហើយយើងចាប់ផ្ដើមផ្សំគ្រឿងងាយបងប្អូនមិនចាំបាច់អីវែងឆ្ងាយទេយើងដាក់តែស្ករកន្លះស្ពាយបាយដូចជាម្សៅស៊ុបខ្នុរនោះកន្លះមិនដល់កន្លះស្ពាយទេចង់ស្ពាយបាយតិចមកហើយប៊ីចេងតែបន្តិចបានហើយអ្នកដែលមិនសូវចូលចិត្តប៊ីចេងយើងប្រើបន្តិចបើមិនប្រើសោះហ្មងក៏បានដែរហើយយើងដាក់ប្រេងខ្យងដូចជាអំបិលបន្តិចមកហើយពេលមើលយើងឃើញតែឆ្អិនហើយចាប់ផ្ដើមចាក់តកួនដែលយើងបានស្រុះហើយមុនហ្នឹងយើងឆាតកួនស្រស់ចឹងទៅវាស្រួលកុំឲ្យនៅក្នុងតកួនហ្នឹងមានជាទឹកមានអីចឹងរំខានដល់ម្ហូបយើងវាទឹកច្រើនអីចឹងណាចាហើយចុងក្រោយរបស់ដែលធ្វើឲ្យម្ហូបកាន់តែឆ្ងាញ់ហើយកាន់តែឈ្ងុយគឺម្រះព្រៅនឹងហ្មងបងប្អូនចា
ម្រះព្រៅនេះដាក់ចូលមកឆ្ងាញ់មកចាអញ្ចឹងពេលយើងឆាត្រឡប់ទៅត្រឡប់មកប្រហែលជាមួយស្ទុះទៀតម្ហូបរបស់យើងក៏រួចរាល់ហើយឃើញពណ៌តែក្រហមអញ្ចឹងណាតែអត់ហឹរទេដូចជំរាបពីខាងដើមអញ្ចឹងគឺយើងប្រើម្ទេសជ្រក់ម្ទេសក្រហមរបស់យើងហ្នឹងយើងធ្វើអញ្ចឹងកូនយើងក៏អាចហូបបានចាអីក៏គាត់អាចហូបបានវាអត់ហឹរពេកអញ្ចឹងណាចាឥឡូវមកហូបនាងខ្ញុំរួចរាល់ហើយមើលបងប្អូនតំណងអត់តើឥឡូវមកភ្លក់មួយនាងខ្ញុំហើយនាងខ្ញុំភ្លក់ម្ហូបនេះតិចថាម្ហូបទុកឲ្យប៉ាម៉ាក់គាត់ភាសាអីបានមកអង្គុយភ្លក់អញ្ចឹងអត់ទេចាប់ឲ្យគាត់ផ្សេងយើងហើយបានយើងមកអង្គុយភ្លក់អញ្ចឹងហើយឥឡូវម្ហូបនាងខ្ញុំឆ្ងាញ់ហើយរួចរាល់បងប្អូនតោះភាសាបាយមួយខ្ញុំទាំងអស់គ្នា